ចាជំរាបសួរមកបងប្អូនទាំងអស់គ្នានេះគឺជា hot pot ដែលនាងខ្ញុំបានមកញ៉ាំនៅក្នុងទីក្រុង Diamond Bar រដ្ឋ California បងប្អូនណាចាហាងមួយនេះមានឈ្មោះថា Chun Pot បងប្អូនណាចានៅពេលបងប្អូនចូលក្នុងហាងនៅខាងស្ដាំដៃបងប្អូននឹងឃើញឈ្មោះហាងហ្នឹងលើជញ្ជាំងឲ្យបងប្អូននេះឈ្មោះនេះណាចាម្ចាស់ហាងហើយនឹងបុគ្គលិកធ្វើការនៅទីកន្លែងនេះគឺម្នាក់គាត់រស់រាយបងប្អូនណាចាហើយបុគ្គលិកខ្លះទៀតក៏គាត់អាចនិយាយភាសាខ្មែរផងដែរបងប្អូនផ្នែកខាងនេះគឺជាកន្លែងដាក់ទឹកសោះបងប្អូនណាគឺមានថាទឹកជ្រលក់បងប្អូនចាទឹកជ្រលក់នេះគឺថាមានច្រើនបងប្អូនណាចំណែកទៅកន្លែងនេះវិញគឺជាកន្លែងសម្រាប់ដែលបងប្អូនអាចមកជ្រើសរើសយកបន្លែមកដាក់នៅក្នុងទឹកស៊ុបរបស់បងប្អូនណាចាបន្លែរបស់គាត់នេះគឺថាស្រស់ល្អបងប្អូនហើយក៏មានច្រើនប្រភេទផងដែរណាចាបងប្អូនអាចជ្រើសរើសយកបន្លែណាដែលទៅនឹងទឹកស៊ុបរបស់បងប្អូនឬក៏បងប្អូនអាចចង់សាកបន្លែផ្សេងទៀតក៏បានដែរបងប្អូនចំណែកខាងនេះវិញគឺជាកន្លែងសម្រាប់ដាក់ដូចជាម្ហូបសមុទ្របងប្អូនណាចាឬក៏មានដូចជាប្រហិតត្រីចៀនប្រហិតត្រីហើយនឹងរបស់ផ្សេងទៀតបងប្អូនចាដូច្នេះបងប្អូនអាចមកយកញ៉ាំទៅតាមចំណង់ចំណូលចិត្តបងប្អូនបានណាបងប្អូនណាចាគឺថាគាត់មានដាក់ជម្រើសឲ្យយើងជ្រើសរើសច្រើនណាបងប្អូនហើយចំណែកសាច់វិញដូចជាសាច់គោសាច់ជ្រូកឬក៏ជាសាច់ចៀមហ្នឹងគឺថាបងប្អូនអាចកំងគាត់បងប្អូនណាចាសាច់ហ្នឹងគឺថាពេលណាបងប្អូនកំងគឺថាគាត់យកមកនៅលើតុយើងបងប្អូនដូច្នេះសាច់ហ្នឹងគឺថាបងប្អូនអាចហាវញ៉ាំប្រហែលដងក៏បានដែរចាគឺថាប្រៀបដូចជា buffet ចឹងបងប្អូនណាបងប្អូនញ៉ាំទៅតាមដែលថាបងប្អូនអាចញ៉ាំទៅបានណាចាចំណែកទឹកស៊ុបវិញគឺបងប្អូនអាចមានជម្រើសជ្រើសរើសពីទឹកស៊ុបបងប្អូនណាចានាងខ្ញុំនិងក្រុមគ្រួសារគឺថាបានជ្រើសរើសយកទឹកស៊ុបយ៉ាវហនហើយទឹកស៊ុបមួយទៀតគឺទឹកស៊ុបថមយ៉ាំចានេះគឺជាទឹកស៊ុបយ៉ាវហនបងប្អូនណាចាហើយចំណែកនៅខាងនេះវិញគឺជាទឹកស៊ុបថមយ៉ាំបងប្អូនចាទឹកស៊ុបរបស់គាត់ធ្វើគឺថាមានរសជាតិឆ្ងាញ់ណាស់បងប្អូនត្រូវជាមួយនឹងទឹកជ្រលក់ទៀតគឺថាកាន់តែមានរសជាតិកាន់តែឆ្ងាញ់ទៀតបងប្អូនណាចាសំខាន់ជាងនេះទៅទៀតគឺថាពេលនាងខ្ញុំញ៉ាំហើយនាងខ្ញុំអត់ឈឺពោះឲ្យបងប្អូនដូច្នេះនាងខ្ញុំសប្បាយចិត្តនឹងការចែករំលែកហាងមួយនេះជូនដល់បងប្អូនណាចានៅខាងក្រៅវីដេអូរបស់នាងខ្ញុំក៏បានភ្ជាប់មកនៅជាមួយនឹងអាសយដ្ឋានព្រមទាំងតម្លៃហើយនឹងទឹកស៊ុបដែលគាត់បានធ្វើដាក់នៅក្នុង menu នេះដែរបងប្អូនណាចាដូច្នេះនាងខ្ញុំសូមអរគុណបងប្អូនច្រើនដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់ចា